ការស្ទង់មតិមួយបង្ហាញថាបេក្ខជនវ័យក្មេងណាត់ថាពងទទួលបានការគាំទ្រច្រើនជាងលោកអនុទាននៅក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រីថៃវិទ្យាស្ថាន King ប្រជាហេប៉កបានបង្ហាញពីលទ្ធផលនៃការស្ទង់មតិរបស់ខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ2026នៅប្រទេសថៃទាក់ទងទៅនឹងបេក្ខជនដែលស័ក្តិសមបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃនិងគោលនយោបាយរបស់គណបក្សដែលមានសារៈសំខាន់សម្រាប់ប្រជាជនថៃការស្ទង់មតិនេះបានធ្វើឡើងចាប់ពីថ្ងៃទី8ដល់ថ្ងៃទី11ខែមករាលើមនុស្សចំនួន 2000 នាក់ដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅដែលតំណាងឲ្យតំបន់នានាទូទាំងប្រទេសលទ្ធផលសំខាន់នៃការស្ទង់មតិនេះបានបង្ហាញថា 18.8% បានគាំទ្រលោកណាត់ថាពងរឿងបញ្ញវុធដែលជាបេក្ខជនវ័យក្មេងជាងគេអាយុ38ឆ្នាំមកពីគណបក្សប្រជាជនដែលជាគណបក្សនយោបាយដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសថៃចំណែកលោកអនុទាន ឆាន់វីរកុលមកពីគណបក្សភូមិใจថៃដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះទទួលបានការគាំទ្រចំនួន 16.9%រីឯបេក្ខជនថ្មីថ្មោងលោកយុទ្ធឆាណានវង្សវត្តមកពីគណបក្សនយោបាយចាស់វស្សាគឺភឿថៃទទួលបានការគាំទ្រ 10.9% ខណៈអតីតនាយករដ្ឋមន្ត្រីលោកអភិសិទ្ធវិជ្ជាជីវ៉ាមកពីគណបក្សប្រជាធិបតេយ្យទទួលបានការគាំទ្រ 10.2%យ៉ាងណាមិញប្រជាជនថៃជាង 1/4 នៅតែមិនទាន់រកឃើញជំរើសដ៏ល្អរបស់ពួកគេសម្រាប់អ្នកដែលអាចដោះស្រាយបញ្ហារបស់ប្រទេសជាតិបានយ៉ាងពិតប្រាកដនៅឡើយទេបើតាមការស្ទង់មតិដដែលបានបង្ហាញថាប្រជាជនថៃ 26.2% បាននិយាយថាពួកគេមិនទាន់បានរកឃើញមនុស្សដែលសមរម្យនៅឡើយទេដូច្នេះវាបង្ហាញពីគម្លាតនៅក្នុងការជឿទុកចិត្តរវាងសាធារណជននិងមេដឹកនាំនយោបាយដែលជាបញ្ហាមួយជ្រៅជាងការកង្វះបុគ្គលដែលស័ក្តិសមម្នាក់នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Thai The Nation នៅថ្ងៃទី23ខែមករាឆ្នាំ2026សូមជម្រាបជូនថាថៃនឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី8ខែកុម្ភៈខាងមុខបន្ទាប់ពីរំលាយសភានៅថ្ងៃទី12ខែធ្នូឆ្នាំ2025អស្ថិរភាពនយោបាយថៃបាននាំឲ្យមានការផ្លាស់ប្ដូរមុខនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ចំនួន3រូបហើយចាប់តាំងពីខែសីហាឆ្នាំ2023មកដោយម្នាក់កាន់តំណែងមិនដល់1ឆ្នាំស្រួលបួលផងនៅក្នុងនោះរួមមានលោកស្រីថាវីស៊ីនលោកស្រីផែថងឋានស៊ីនវត្តដែលជាកូនស្រីរបស់លោកថាក់ស៊ីនស៊ីនវត្តអតីតនាយករដ្ឋមន្ត្រីនិងចុងក្រោយគេគឺលោកអនុទានដឹកនាំប្រទេសបានរយៈពេលខ្លីជាងគេគឺត្រឹម3ខែប៉ុណ្ណោះ